ទី1សង្គ្រាមអាវុធទី2សង្គ្រាមចិត្តសាស្ត្របងប្អូនយើងជាប្រជាជនណាយើងជាប្រជាជនយើងជារាជសាមញ្ញដាច់ខាត់ត្រូវតែឈ្នះសង្គ្រាមចិត្តសាស្ត្រនឹងដើម្បីបង្ហាញថាខ្មែរយើងគឺជាពូជខ្មែរអង្គរខ្មែរយើងមានឈាមជ័រជាអ្នកចម្បាំងសៀមវាមិនត្រឹមតែឈ្លានពានយើងដោយកម្លាំងប្រដាប់អាវុធទេសូម្បីតែសង្គ្រាមចិត្តសាស្ត្រក៏វាវាយលុកយ៉ាងសាហាវដែរដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាដាច់ខាតកុំចាញ់ល្បិចកលសៀមឲ្យសោះយើងជាប្រជារាស្ត្រសាមញ្ញយើងអាចចូលទៅកាន់កំភ្លើងបានអត់អាចចូលទៅកាន់ក្របបែកបេបានទៅសមរភូមិមុខទេប៉ុន្តែអ្វីដែលយើងអាចធ្វើបាននៅក្នុងកំឡុងពេលហ្នឹងគឺរួបរวมសាមគ្គីគ្នាជាធ្លុងមួយកុំបាក់ទឹកចិត្តឲ្យសោះកុំចោះចាញ់ប្រសិនបើយើងបាក់ទឹកចិត្តយើងចោះចាញ់យើងសាកគិតមើលកម្លាំងកងទ័ពយើងនៅខាងមុខដែលគាត់តស៊ូគាត់អត់ខ្លាចអីទាំងអស់គាត់អត់ដែរបោះបង់គាត់អត់ដែរចោះចាញ់ទេចោះយើងជាប្រជារាស្ត្រសាមញ្ញយើងគ្រាន់តែជាការលើកទឹកចិត្តយើងគ្រាន់តែជាអ្នកប្រមូលស្បៀងឬក៏យើងធ្វើអីជាច្រើនហេតុអីបានយើងត្រូវបាក់ទឹកចិត្តកុំបាក់ទឹកចិត្តបងប្អូនត្រូវចាំណាបាក់ទឹកចិត្តស្មើនឹងការដែលយើងចោះចាញ់ល្បិចកលរបស់ចៅសៀមហើយមូលហេតុដែលខ្ញុំលើករឿងនឹងមកនិយាយដោយសារតែខ្ញុំឃើញព័ត៌មានព្រឹកមិញនៅល្ងាចមិញដែលក្រុមអ៊ីតម៉ដែលគាត់បានរំសាយនៃការប្រមូលស្បៀងខ្ញុំឃើញហើយពិតជារន្ធត់ចិត្តខ្លាំងមែនតើហើយអារម្មណ៍មួយសោកសៅអត់ដឹងនិយាយយ៉ាងម៉េចពីអារម្មណ៍សោកសៅនឹងបងប្អូនជាទីគោរពស្រឡាញ់នៅខាងអ៊ីតម៉ខ្ញុំសង្ឃឹមថាវីដេអូនេះទៅដល់ពួកគាត់ក្នុងកំឡុងពេលដែលយើងធ្វើសកម្មភាពទាំងអស់ហ្នឹងណាប្រសិនបើអត់ជួបបញ្ហាវាចម្លែកហើយបើយើងអត់ជួបបញ្ហាធ្វើទាំងរលូនហើយមានការលើកទឹកចិត្តគ្រប់លំដាប់ចំថ្នាក់វាចម្លែកហើយប៉ុន្តែប្រសិនបើយើងក្នុងកំឡុងពេលនេះប្រមូលស្បៀងប្រមូលអីទាំងអស់ហ្នឹងហើយក្រុមការងាររាប់រយអ្នកទៅធ្វើមានបញ្ហាវាអត់ចម្លែកទេបងប្អូនអត់ចម្លែកទេអ្នកគ្រប់គ្រងកម្មវិធីក៏ដឹងអ្នកគ្រប់គ្រងការងារទាំងមូលក៏ដឹងដែរថា account សៀមច្រើនណាស់ដែលបន្លំឈ្មោះជាខ្មែរតសេឈ្មោះជាខ្មែរហើយណាជនជាតិសៀមប៉ុន្តែវាបង្កើត account ខ្មែរហើយវាព្យាយាម share វាព្យាយាមនិយាយបបាក់ទឹកចិត្តខ្មែរជាច្រើនយើងដឹងហើយតើអញ្ចឹងវាអត់មានអីចម្លែកទេនៅក្នុងកំឡុងពេលដែលមានបញ្ហាទទួលស្គាល់តែយើងហត់នឿយពេលខ្លះក្នុងនាមយើងដែលជាអ្នកជួយយើងចង់ជួយជាតិដោយចំណែកណាមួយហត់នឿយណាស់ហត់នឿយមែនអ្នកណាក៏ឆ្លប់ជួបដែរធ្វើការដើម្បីជាតិវាមិនមែនជារឿងងាយស្រួលទេបងប្អូនមិនមែនជារឿងងាយស្រួលទេដាច់ខាតត្រូវតែប៉ះនេះប៉ះនោះយើងដឹងគ្រប់គ្នាដូច្នេះត្រូវតែហ៊ានទទួលស្គាល់នៃការពិតទទួលស្គាល់នៃការពិតឲ្យបន្តដំណើរទៅមុខទៀតបងប្អូនកុំភ្លេចថាសង្គ្រាមចិត្តសាស្ត្រហើយយើងស្ដាប់មើលសាមញ្ញមែនទេយើងថាសង្គ្រាមចិត្តសាស្ត្រស្ដាប់ទៅសាមញ្ញទេប៉ុន្តែជារឿងមួយដែលយើងត្រូវប្រុងប្រយ័ត្នហើយពង្រឹងស្មារតីឲ្យខ្លាំងមែនតើមករយៈនេះមានបងប្អូនបន្តិចទេអ្នកខ្លះដែលវល់ធ្វើអីអកើតអ្នកខ្លះដែលមានអារម្មណ៍ថាឃ្លីងឃ្លោងធ្វើអីអកើតណាអ្នកខ្លះក៏បំផុលគេឲ្យឈប់ដាំដុះឈប់ធ្វើការងារតែផ្ដេសតែផ្ដាស់តែម្ដងអ្នកខ្លះទៀតហាក់ដូចជាធ្វើអញ្ចឹងហាក់ដូចជាអារម្មណ៍មួយភ័យព្រួយអីចឹងណាគឺផ្លេចចិត្តរបស់យើងអញ្ចឹងមកខ្ញុំតែងតែនិយាយថាបងប្អូនដាច់ខាតត្រូវពង្រឹងស្មារតីឯងឲ្យខ្លាំងពង្រឹងខ្លួនឯងឡើងការងារយើងបំពេញធម្មតាអ្វីដែលយើងអាចជួយបានយើងជួយអស់ពីលទ្ធភាពឬក៏លើសពីសមត្ថភាពដែលយើងអាចជួយបានធ្វើទៅយើងកុំខ្វល់ធ្វើទៅប៉ុន្តែកុំភ្លេចបំពេញការងារឲ្យសោះព្រោះហេតុអីការងារក៏ជាចំណែកមួយដែលយើងអាចជួយជាតិបានដែរខ្ញុំលើកឡើងមកនេះខ្ញុំចង់បញ្ជាក់ថាចេះរឿងសង្គ្រាមចិត្តសាស្ត្រនេះវាមិនមែនមានតែក្នុងពេលបច្ចុប្បន្នហ្នឹងទេតាំងតែពីបុរាណមកក៏តែងតែកើតរឿងនឹងអត់ឈប់អត់ឈរដែរបើសិនជាយើងអត់និយាយរឿងនេះទេបងប្អូនធ្លាប់មើលរឿងនេះរឿងអាណាចក្រឈីឬក៏ចក្រភពឈីងវគ្គ1ណារឿងនឹងល្អខ្លាំងមែនទែនខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋខ្មែរទាំងអស់ចូលទៅមើលរឿងហ្នឹងចក្រភពឈីងវគ្គ1ពិតជាល្អខ្លាំងមែនទែនពិតជារឿងដែលលើកទឹកចិត្តពិតជារឿងមួយដែលអាចជួយយើងបានច្រើនខ្លះផ្នែកសតិស្មារតីនគរឈីងណាគឺជានគរមួយដែលអន់ខ្សោយខ្លាំងមែនទែនក្នុងកំឡុងពេលសម័យនោះនគរទាំង6នៅសងខាងព្យាយាមពុះបំបីឈីងចែកគ្នាព្យាយាមកំទេចឈីងចោលតែម្ដងឈីងអន់ជាងគេសេដ្ឋកិច្ចក៏អន់អាវុធក៏អន់គ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែឈីងមានមួយដែលខ្លាំងបំផុតដែលជនជាតិទាំង6ទៀតមិនអាចធ្វើដោយឈីងបាននោះគឺកម្លាំងចិត្តនិងជំនឿចិត្តគេមានពាក្យមួយជនជាតិឈីងស៊ូស្លាប់ដើម្បីជាតិនេះហើយជាពាក្យស្លោកដែលល្បីល្បាញមែនតើដែលធ្វើឲ្យឈីងរឹងមាំបានមុនពេលដែលវាយយ៉ាងទៅដល់នគរវ័យដែលជាមហាអំណាចក្នុងកំឡុងពេលនោះឃើញឈីងដូចជាសាច់ម្ដុំអញ្ចឹងចង់យកសាច់ម្ដុំមកជិះចែកគ្នាប៉ុន្តែឈីងអត់ឲ្យបាត់បង់ទេគឺដោយសារតែកម្លាំងប្រជាជនស៊ូស្លាប់ដើម្បីជាតិគេអត់បាក់ទឹកចិត្តទេអត់បាក់ទឹកចិត្តជាដាច់ខាតទីបំផុតឈីងអាចខ្លាចទៅជាអាណាចក្របានអាចខ្លាចទៅជាមហានគរបានដោយសារតែផ្លូវច្បាប់ហើយនិងប្រជាជនរបស់គេមូលដ្ឋានគ្រឹះគឺប្រជាជនរបស់គេនេះឯងចំណុចនេះខ្ញុំចង់លើកឡើងថាសង្គ្រាមចិត្តសាស្ត្រស្ដាប់មកទៅហាក់ដូចជាសាមញ្ញប៉ុន្តែយើងត្រូវប្រយ័ត្នឲ្យមែនតើពីព្រោះមនុស្សយើងដែលអាចដើរទៅមុខបានដែលអាចមានកម្លាំងបានដែលអាចធ្វើរឿងអីបានទាំងអស់គឺអាស្រ័យទៅលើផ្លូវចិត្តនេះឯងយើងសាកសម័យមើលរឿងរបស់យើងដែលកំពុងតែកើតឡើងតាក់ទងជាមួយនឹងក្រុមអ៊ីតម៉ដែលយើងឃើញណាដោយសារតែផ្លូវចិត្តដោយសារតែមានអារម្មណ៍មួយថាបាតុកិច្ចនៅតាមបណ្ដាញសង្គមខ្លាំងពេកក៏សុខចិត្តរំសាយចោលតម្រងទប់លេងជាប់ក្នុងស្ថានភាពហ្នឹងណាបងប្អូនមួយចំនួនគាត់អាចនិយាយថាគ្រាន់តែគេនិយាយសោះគ្រាន់តែគេរីគុណសោះគ្រាន់តែអីសោះហេតុអីចាំបាច់បាក់ទឹកចិត្តហេតុអីចាំបាច់រំសាយអ្នកខ្លះនឹងនិយាយអញ្ចឹងអ្នកខ្លះប្រកាសជានិយាយអញ្ចឹងបងប្អូន
រឿងនេះមិនមែនជារឿងលេងសើចទេមិនមែនជារឿងសាមញ្ញធម្មតាដោយបងប្អូនគិតទេខ្ញុំអត់ដឹងថាបងប្អូនរៀនជំនាញអីបកកែខែខ្ញុំអត់ដឹងទេប៉ុន្តែតាក់ទងជាមួយនឹងចិត្តសាស្ត្រមួយមិនមែនជារឿងលេងសើចទេបងប្អូនមិនមែនជារឿងលេងសើចទេខ្ញុំក៏សោកស្ដាយដែរចំពោះបុគ្គលមួយចំនួនដែលគាត់រុញឆូរ៉ានអាវីដេអូដែលមានបុគ្គលម្នាក់ស្រីហ្នឹងគាត់និយាយហ្នឹងរុញច្រានឲ្យកាន់តែផ្ទុះហើយមានបុគ្គលមានឧបពលច្រើនណាស់មិនដឹងថាជាហេតុអីបានរុញវីដេអូហ្នឹងឲ្យកាន់តែផ្ទុះរុញឲ្យកាន់តែគេមានអារម្មណ៍ថាមិនចូលចិត្តអ៊ីតមកអ្នកខ្លះមិនតាន់បានទៅដល់តង់អ៊ីតមកផងមិនតាន់បានទៅដល់ជួយអ៊ីផងធ្វើជាវីដេអូមកដែរផ្សាយវាយប្រហារដែរអត់ដឹងក្បាលខ្យល់អីទេអ្នកខ្លះខ្ញុំមើលតាមតែគេផ្សាយអ្នកខ្លះបុគ្គលដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមទៀតធ្វើវីដេអូមកវាយប្រហារបុគ្គលម្នាក់អីតម្នាក់ទេណាមិនមែនទាំងអស់ទេអ៊ីតមកក្រុមការងាររបស់គាត់រាប់រយអ្នកហើយគាត់ជួយបានច្រើនណាស់ហើយគាត់ដល់ពេលហ្នឹងកម្លាំងចិត្តរបស់គាត់កំពុងតែពុះកញ្ជ្រោលក្នុងការធ្វើការងាររបស់គាត់ពុះកញ្ជ្រោលម្នាក់ចុះហេតុអីបុគ្គលមួយចំនួនមិនយល់ចំណុចចង់ហ្នឹងមិនមែនមិនយល់ទេធ្វើមិនយល់ហើយសាងប្រជាប្រិយមិនមែនមិនយល់ទេធ្វើមិនយល់ខ្ញុំហួសចិត្តអ្នកដែលគាត់មិនដឹងក្បាលខ្យល់លក្ខណៈមួយក្មេងៗឬក៏មិនដឹងអីណាគាត់ផ្សាយគាត់និយាយគាត់អីអូខេអាហ្នឹងរឿងធម្មតាទៅព្រោះគាត់យើងគិតថាគាត់មិនដឹងឬក៏គាត់បានត្រឹមប៉ុណ្្នឹងតែអ្នកខ្លះខ្ញុំមិនចង់និយាយឈ្មោះចំទេមិនចង់និយាយឈ្មោះចំសោះរុញការងារនឹងកាន់តែផ្ទុះឡើងអើយបងប្អូនជាទីគោរពស្រឡាញ់ក្នុងកំឡុងពេលហ្នឹងអ្វីដែលយើងអាចធ្វើបានដើម្បីសមរភូមិជួរមុខគឺការលើកទឹកចិត្តការរួបរวมសាមគ្គីគ្នាបងប្អូនកងទ័ពយើងក៏អត់ចង់ឃើញចឹងទេថ្នាក់ដឹកនាំយើងក៏អត់ចង់ឃើញចឹងដែរអត់ចង់ឃើញយើងបែកបាក់អត់ចង់ឃើញយើងផ្ដឺផ្ដោគ្នាអត់ចង់ឃើញចឹងទេអ្វីដែលបងប្អូនកងទ័ពនៅសមរភូមិមកចង់ឃើញពួកយើងសាមគ្គីគ្នាព្រោះគាត់លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិដើម្បីឲ្យបងប្អូនមានស្នាមញញឹមដើម្បីឲ្យបងប្អូនមានក្តីសុខគាត់ការពារប្រជាជនគាត់ការពារជាតិមាតុភូមិរបស់គាត់ហេតុអីបានយើងគ្រាន់តែរឿងបន្តិចបន្តួចយើងរុញស្ថានភាពនឹងឲ្យកាន់តែធ្ងន់ឡើងកុំអីមេត្តាបញ្ចប់ទៅស្នើសុំដល់ក្រុមមិត្តមកប្រសិនបើឃើញវីដេអូនេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងពង្រឹងផ្លូវចិត្តឡើងវិញហើយត្រូវតាំងចិត្តថាប្រសិនបើមិនជួបរឿងទាំងអស់នឹងទៅពីចម្លែកព្រោះសៀមវាកំពុងតែចង់បានអញ្ចឹងសង្គ្រាមចិត្តសាស្ត្ររបស់សៀមគឺវាវាយប្រហារប្រជាជនទាំងឯងវាយប្រហារបងប្អូនយើងទាំងអស់នឹងវាយប្រហារអញ្ចឹងឲ្យយើងបាក់ទឹកចិត្តឲ្យយើងទៅលេងរួចឲ្យយើងមានអារម្មណ៍ថាបោះបង់ឲ្យយើងមានអារម្មណ៍ថាហត់នឿយធុញទ្រាន់ជាមួយនឹងការងារនឹងមែនតើបងប្អូនខ្ញុំក៏ធ្លាប់ជួបដែររឿងមួយដែលខ្ញុំជួបហើយឆ្អែតចិត្តមែនតើពេលខ្លះរឿងដែលយើងជួបហើយឆ្អែតចិត្តហ្មងឆ្អែតមែនតើយើងចង់ធ្វើក្នុងកំឡុងពេលហ្នឹងដើម្បីអីដើម្បីចូលរួមនៅចំណែកណាមួយគ្រាន់តែផុបបឹងទៅទាំងជេរទាំងលើកទឹកចិត្តទាំងចេះទាំងចោះទាំងគ្រប់មីសេចគ្រប់បណ្ដាញអីទាំងអស់ទីបំផុតខ្ញុំសម្រេចចិត្តថាលុបវីដេអូមួយចោលហើយធ្វើលក្ខណៈមួយថាបានប៉ុណ្ណាគឺយើងយកប៉ុណ្ណឹងទៅសម្ងាត់បានប៉ុណ្ណានេះហើយជាអ្វីដែលសៀមចង់បានតែសួរតែខ្ញុំបោះបង់ខ្ញុំអត់បោះបង់ទេវីដេអូរបស់ខ្ញុំចេញមួយទៅគឺហានិភ័យខ្លាំងមែនតើចេញទៅគឺមានអារម្មណ៍មួយថាបើអ្នកកាសតិអារម្មណ៍សឹងថាចង់កាសតិអារម្មណ៍អត់ហើយទាំងប្រជាជនយើងទាំងប្រជាជនគេទាំងវាទៅទាំងយើងទាំងគេគឺទាំងល្អទាំងអាក្រក់មកទាំងអស់តែម្ដងតែខ្ញុំគិតថាវាមិនមែនជារឿងចម្លែកទេពីព្រោះថាបើយើងលុកដៃចូលនៅក្នុងការងារហ្នឹងហើយយើងដកអត់បានអញ្ចឹងវាមិនមែនជារឿងចម្លែកទទួលស្គាល់ការពិតហើយយើងអាចធ្វើឲ្យបានយើងធ្វើទៅតាមតាទៀតជាចុងក្រោយខ្ញុំនិយាយបានទេប្រហែលទេសង្គ្រាមចិត្តសាស្ត្រមិនមែនជារឿងកបិកកបុកទេពង្រឹងស្មារតីឡើងយើងត្រូវតែឈ្នះសង្គ្រាមចិត្តសាស្ត្ររបស់ចៅស៊ីត្រូវតែឈ្នះចិត្តដាច់ខាតឈ្នះទៅតាមណាពង្រឹងស្មារតីរបស់ខ្លួនឯងពង្រឹងតាមរយៈអីបងប្អូនត្រូវក៏ដល់ព័ត៌មានពិតប្រាកដទាំងអស់បងប្អូនត្រូវវឹកហាត់ផ្លូវចិត្តរបស់ខ្លួនឯងឲ្យរឹងមាំកុំបារម្ភជ្រុលពេកនៅពេលណាដែលយើងបារម្ភជ្រុលពេកច្បុកច្បោះពេកវាធ្វើឲ្យយើងគិតអីលេងចេញទាំងអស់យូរទៅសឹងថាកាត់ទៅជាជំងឺផ្លូវចិត្តណាសៀមវាចង់បានអញ្ចឹងវាចង់បានអញ្ចឹងឯងចុះហេតុអីបានយើងបណ្ដោយឲ្យវាបានអញ្ចឹងមិនគួរទេចិត្តដាច់ខាតបងប្អូនភ្ញាក់រលឹកឡើងកុំចាញ់សង្គ្រាមចិត្តសាស្ត្ររបស់ចៅសៀមឲ្យសោះពង្រឹងស្មារតីឡើងម្ដងហើយម្ដងទៀតពង្រឹងស្មារតីឡើងសៀមឈ្លានពានយើងទី1សង្គ្រាមអាវុធទី2សង្គ្រាមចិត្តសាស្ត្របងប្អូនយើងជាប្រជាជនណាយើងជារាជសាមញ្ញដាច់ខាត់ត្រូវតែឈ្នះសង្គ្រាមចិត្តសាស្ត្រនឹងដើម្បីបង្ហាញថាខ្មែរយើងគឺជាពូជខ្មែរអង្គរខ្មែរយើងមានឈាមជ័រជាអ្នកចម្បាំងខ្មែរយើងគឺខ្មែរអង្គរចាស់ពីពេលនេះទៅត្រូវពង្រឹងខ្លួនឯងឲ្យដាស់សតិខ្លួនឯងថាអញគឺជាខ្មែរអង្គរអញគឺជាពូជអ្នកចម្បាំងយើងច្បាំងពេលហ្នឹងយើងច្បាំងជាមួយសៀមច្បាំងដោយសង្គ្រាមចិត្តសាស្ត្រយើងខ្លួនឯងជាអ្នកច្បាំងដោយសង្គ្រាមចិត្តសាស្ត្រប្រជាពលរដ្ឋទាំងអស់ងើបឡើងតស៊ូដើម្បីច្បាំងទាំងអស់គ្នាច្បាំងដោយសង្គ្រាមចិត្តសាស្ត្រត្រូវតែឈ្នះការងារនឹងចិត្តដាច់ខាត់ហើយតាំងសតិឡើងកន្លងមកយើងតែងតែលើថាខ្មែរយើងមានស្នាមញញឹមខ្មែរយើងជាបុគ្គលរីករាយខ្មែរយើងមានក្រមសីលធម៌ខ្មែរយើងឥឡូវយើងសូមបន្ថែមពីបន្តិចខ្មែរយើងជាពូជតែចម្បាំងឈាមជ័រជាខ្មែរអង្គរក្រមសីលធម៌សុជីវធម៌មេត្តាករុណាយើងមានដែរប៉ុន្តែត្រូវបញ្ចូលមួយពាក្យមួយទៀតអញគឺជាអ្នកចម្បាំងខ្មែរគឺជាអ្នកចម្បាំងបណ្ដោះស្មារតីជាតិនិយមមកកើតឡើងខ្ញុំមានតែប៉ុណ្្នឹងវីដេអូអរគុណច្រើន